ជំនួបកិច្ចពិភាក្សាពិសេសរវាងគណៈប្រតិភូខេត្តកំពង់ធំនិងអភិបាលរដ្ឋធានីសេអ៊ូលឯកភាពលើគម្រោងជំនួយបច្ចេកទេសដើម្បីនាំយកបទពិសោធន៍ដ៏ល្អមកអនុវត្តតាមបែបផែនកម្ពុជាពិសេសលើគម្រោងកែលម្អសោភ័ណភាពដងស្ទឹងសែនកាលពីថ្ងៃប្រហ័សទី6ខែមីនាឆ្នាំ2025កន្លងទៅនេះអាយុដំនួនផារ៉ាត់អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានដឹកនាំគណៈប្រតិភូខេត្តកំពង់ធំជួបពិភាក្សាការងារជាមួយលោកអ៊ូសេហ៊ុនអភិបាលរដ្ឋធានីសេអ៊ូលនៃសាធារណរដ្ឋកូរ៉េខាងត្បូងនៅសាលាក្រុងសេអ៊ូលក្នុងជំនួបនោះអាយុដំបានពំនាំប្រសាសន៍ផ្ដាំផ្ញើសារសួរសុខទុក្ខពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជូនចំពោះអភិបាលរដ្ឋធានីសេអ៊ូលលោកអភិបាលរដ្ឋធានីសេអ៊ូលនិងលោកអភិបាលខេត្តកំពង់ធំបានលើកឡើងអំពីស្ថានភាពដូចគ្នានៃភូមិសាស្ត្ររដ្ឋធានីនិងខេត្តទាំងពីរដែលមានទន្លេហាននិងស្ទឹងសែនឆ្លងកាត់និងដែលផ្ដល់ផលប្រយោជន៍យ៉ាងល្អប្រសើរដល់ការរស់នៅរបស់ប្រជាពលរដ្ឋហើយក្នុងនោះរដ្ឋធានីសេអ៊ូលបានរៀបចំកែលម្អដងទន្លេហានបានយ៉ាងល្អប្រសើរអភិបាលរដ្ឋធានីសេអ៊ូលបានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេសដើម្បីនាំយកបទពិសោធន៍ដ៏ល្អរបស់រដ្ឋធានីសេអ៊ូលមកអនុវត្តតាមបែបផែនកម្ពុជាពិសេសនៅតាមដងស្ទឹងសែនរបស់ខេត្តកំពង់ធំផងដែរឆ្លៀតក្នុងឱកាសនោះគណៈប្រតិភូខេត្តកំពង់ធំដែលដឹកនាំដោយឯកឧត្តមនួនផារ៉ាត់បានអញ្ជើញលោកអ៊ូសេហ៊ុនអភិបាលរដ្ឋធានីសេអ៊ូលមកបំពេញទស្សនកិច្ចនៅកម្ពុជានិងបានស្នើសុំអាហារូបករណ៍ជូនមន្ត្រីរាជការខេត្តកំពង់ធំមកសិក្សានៅសាកលវិទ្យាល័យសេអ៊ូលដែលជាគ្រឹះស្ថានឧត្តមសិក្សាមួយរបស់រដ្ឋធានីសេអ៊ូលលោកអ៊ូសេហ៊ុនអភិបាលរដ្ឋធានីសេអ៊ូលបានឆ្លើយតបជាវិជ្ជមានលើការលើកឡើងរបស់រដ្ឋបាលខេត្តកំពង់ធំជាមួយគ្នានេះឯកឧត្តមនួនផារ៉ាត់បានថ្លែងអំណរគុណដល់លោកអ៊ូសេហ៊ុនអភិបាលរដ្ឋធានីសេអ៊ូលដែលបានទទួលសំណូមពររបស់លោកពិសេសបង្កើនភាពជិតស្និទ្ធទំនាក់ទំនងល្អរវាងរដ្ឋបាលទាំងពីរផងដែរសូមបញ្ជាក់ផងដែរថាទន្ទឹមនឹងការឯកភាពរបស់អភិបាលរដ្ឋធានីសេអ៊ូលបានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេសដើម្បីនាំយកបទពិសោធន៍ដ៏ល្អរបស់រដ្ឋធានីសេអ៊ូលមកអនុវត្តតាមបែបផែនកម្ពុជាពិសេសនៅតាមដងស្ទឹងសែនដែលរដ្ឋបាលខេត្តកំពង់ធំមានគម្រោងកែលម្អសោភ័ណភាពតាមសងខាងច្រាំងស្ទឹងសែនជាង 2000 ម៉ែត្រឯណោះបងប្អូនទាំងអស់គ្នាជួយបរិច្ចាគមកខាងមន្ទីរពេទ្យគុណខបុប្ផាទាំងអស់គ្នាដើម្បីកុមារកម្ពុជាយើងចាអរគុណភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា